នៅពេលដែលយើងនិយាយអំពីដំណាំដែលមានតម្លៃខ្ពស់បងប្អូនមួយចំនួនតែងតែយល់ឃើញថាដូចជាដំណាំទុរេនដំណាំកាហ្វេកាកាវប៊ឺនិងដំណាំមួយចំនួនទៀតជាដើមប៉ុន្តែនៅក្នុងនេះក៏មានដំណាំលម៉ើផងដែរដែលជាដំណាំដែលមានតម្លៃខ្ពស់ក៏មិនខុសពីដំណាំទុរេនប៉ុន្មានដែរតែបងប្អូននឹងទេការដាំដំណាំលម៉ើនេះគឺមានលក្ខណៈពិបាកនិងការបង្កើតរបស់វាបែបណាដូច្នេះនៅក្នុងវីដេអូនេះខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនមកស្វែងយល់ហើយនឹងដឹងអំពីបច្ចេកទេសនៃការដាំលម៉ើនេះទាំងអស់គ្នាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទម៉ាត់សាគីរីនដែលជាមន្ត្រីកសិកម្មឃុំបៃតនងស្រុកកោះស្ទឹងខេត្តកំពង់ចាមថ្ងៃនេះខ្ញុំនឹងបានមកដល់ភូមិទី11ឃុំបៃតនងស្រុកកោះស្ទឹងខេត្តកំពង់ចាមដែលបានមកដល់ចំការលម៉ើដែលប្រជាកសិកររបស់យើងកំពុងតែដាំដុះហើយខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនទៅស្ដាប់នៅប្រសាសន៍របស់គាត់ដែលមានលក្ខណៈបច្ចេកទេសនិងការភាពស្មុគស្មាញនិងការបង្កើតយ៉ាងណាតោះមកជួបគាត់ទាំងអស់គ្នាជំរាបសួរខ្ញុំបាទឈ្មោះម៉ានរ៉ាស៊ីជាកសិកររស់នៅភូមិទី11ឃុំព្រែកតណ្ដុងស្រុកកោះស្ទឹងខេត្តកំពង់ចាមពេលនេះដែរខ្ញុំបាទជ្រើសរើសយកដំណាំមួយប្រភេទមកដាំនៅលើទឹកដីភូមិទី11ឃុំព្រែកតណ្ដុងគឺដំណាំលម៉ើខ្ញុំបាទបានដាំដំណាំនេះតាំងពីឆ្នាំ2021គិតមកដល់ពេលនេះគឺរយៈពេល5ឆ្នាំសម្រាប់ដំណាំនេះផងដែរសម្រាប់ខ្ញុំមានការលំបាកខ្លាំងពីព្រោះថានេះជាប្រភេទដំណាំថ្មីដែលយើងមិនដែលមានបទពិសោធន៍ពីមុនមកជាពិសេសគឺយើងត្រូវធ្វើដោយដៃជាពិសេសពេលដែលយើងកាត់លំអងគឺគ្រប់ការទាំងអស់យើងធ្វើដោយដៃហើយការថែទាំផងដែរគឺយើងត្រូវការយកចិត្តទុកដាក់ខ្លាំងសម្រាប់ដំណាំនេះផងដែរខ្ញុំផ្ដោតលើការប្រើជីកំប៉ុស្តគោកពីព្រោះថាយើងបានប្រើជីកំប៉ុស្តគោកនេះឃើញថាកាត់បន្ថយចំណាយច្រើនរីឯគីមីក៏បានប្រើដែរក៏មិនតែតិចតួចជាពិសេសយើងប្រើគីមីនៅចំពោះថ្នាំកញ្ចែដែលយើងមិនអាចផលិតខ្លួនឯងបានរីឯការផលិតជីកំប៉ុស្តនេះគឺมันមានផលលំបាកសម្រាប់ពួកយើងទេពីព្រោះវត្ថុធាតុដើមគឺសម្បូរនៅក្នុងតំបន់យើងរីឯការប្រើប្រាស់ជីកំប៉ុស្តនេះគឺផ្ដល់អត្ថប្រយោជន៍ច្រើនជាពិសេសគឺការកែប្រែដីនិងបង្កើនអតិឃុំប្រាណនៅក្នុងដីជាពិសេសទៅទៀតគឺកាត់បន្ថយការចំណាយរីឯការផលិតជីកំប៉ុស្តមានខុសៗគ្នាតែសម្រាប់ខ្ញុំការផលិតជីកំប៉ុស្តខ្ញុំប្រើវត្ថុធាតុដើមរួមមានទី1លីមុកសត្វរួមមានលីមុកគោលីមុកមាន់ធ្យូងអង្កាមស្កររងូកទាំងខេតហើយនឹង EM និងជីទឹកផងដែរខ្ញុំចង់សំណូមពរឲ្យប្រជាកសិករងាកមកប្រើជីកំប៉ុស្តវិញពីព្រោះថាជីកំប៉ុស្តនេះមានអត្ថប្រយោជន៍ខ្ពស់ជាពិសេសគឺជួយកាត់បន្ថយការចំណាយនិងមិនធ្វើឲ្យប៉ះពាល់សុខភាពផងដែរពីព្រោះថាវត្ថុធាតុដើមទាំងអស់ដែលផលិតជីកំប៉ុស្តវាងាយស្រួលរកនៅក្នុងតំបន់របស់យើងផ្ទាល់ចំពោះពុកម៉ែបងប្អូនដែលមានបំណងចង់មកទស្សនាផ្ទាល់ឬក៏ចង់មកជាវយកទៅបរិភោគអាចមកជួបខ្ញុំបាទនៅក្នុងចំការភូមិទី11ឃុំព្រែកតណ្ដុងស្រុកកោះស្ទឹងខេត្តកំពង់ចាមឬតាមរយៈលេខទូរស័ព្ទ088 64 97 288ឆ្លៀតក្នុងឱកាសនេះផងដែរខ្ញុំបាទក៏សូមអរគុណរដ្ឋាភិបាលពិសេសក្រសួងកសិកម្មដែលបានដាក់គោលនយោបាយពង្រាយនៅមន្ត្រីកសិកម្មនៅក្នុងឃុំជាពិសេសបងប្អូនមន្ត្រីកសិកម្មទាំងពីររូបដែលតែងតែជំរុញខ្ញុំបាទឲ្យប្រើប្រាស់ជីធម្មជាតិម្យ៉ាងពួកគាត់ក៏បានមកចុះមកមើលពីវឌ្ឍនភាពការងារឬបច្ចេកទេសក្នុងចំការខ្ញុំបាទផ្ទាល់ផងដែរជាចុងក្រោយខ្ញុំបាទម៉ាត់សាគីរីនដែលជាមន្ត្រីកសិកម្មឃុំបៃតនងស្រុកកោះស្ទឹងខេត្តកំពង់ចាមសូមអរគុណទៅកាន់ពុកម៉ែបងប្អូនដែលចំណាយពេលវេលាទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ពីខ្ញុំបាទមានតែប៉ុណ្ណឹងជួបគ្នាក្នុងឱកាសក្រោយសូមអរគុណសូមជម្រាបលា